ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទាយមើលថ្ងៃនេះមាននំបញ្ចុកមានជាមួយនឹងត្រីអណ្ដែងតែនេះខ្ញុំចង់ធ្វើអីវិញមានជាមួយនឹងបន្លែខៀវគឺថារសជាតិឆ្ងាញ់មែនតែនយ៉ាងមុខម្ហូបនេះអ្នកបាត់ដំបងអ្នកសៀមរាបគឺថាស្គាល់ច្បាស់ណាស់គឺនំបញ្ចុកទឹកប្រហុកដែលមានរសជាតិឈ្ងុយឆ្ងាញ់កុំឲ្យខាត់ពេលយូរយើងទៅធ្វើទាំងអស់គ្នាជាដំបូងនេះខ្ញុំមានខ្ទឹមសខ្ទឹមក្រហមហើយនឹងតែចំនួន4-10គ្រាប់បងប្អូនចង់ហិលប៉ុណ្ណាដាក់ឲ្យច្រើនជាងនឹងមកចង់ហិលហោះក៏បានដែរបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំរំលីងឲ្យឡើងឈ្ងុយហើយពណ៌រៀងសពបដូចក្នុងវីដេអូរួចហើយយើងយកមកបុកឲ្យម៉ត់បន្ទាប់ពីបុកគ្រឿងម៉ត់ហើយយើងមកច្រាំប្រហុកនេះគឺជាប្រហុកសាច់បងប្អូនទាំងអស់គ្នារួចហើយយើងមកដាក់ខ្ទះឲ្យក្តៅចាក់ស្ករក្រហមចូលរំលីងស្ករក្រហមឲ្យឡើងឈ្ងុយបន្តិចដាក់គ្រឿងដែលបានបុកបាញ់មិញចូលបងប្អូនទាំងអស់គ្នាពេលរំលីងគ្រឿងគឺថាឡើងឈ្ងុយមែនតើបន្ទាប់ពីគ្រឿងឡើងឈ្ងុយហើយយើងដាក់ប្រហុកដែលបានចិញ្ច្រាំចូលកូរប្រហុកឲ្យចូលសព្វជាមួយនឹងគ្រឿងរបស់យើងរួចហើយនេះខ្ញុំដាក់ទឹកសចំពោះទឹកសយើងដាក់បរិមាណមិនល្មមបងប្អូនទាំងអស់គ្នាកុំឲ្យខាប់ពេកកុំឲ្យរាវពេករួចហើយនេះខ្ញុំដាក់ម្សៅស៊ុបកន្លះស្លាបព្រាបាយទឹកប្រហុកឆ្អិនហើយនេះខ្ញុំដាក់ចោលដួសដាក់កូនចានមួយរួចហើយនេះខ្ញុំដាក់ជាមួយនឹងម្ទេសម៉ត់ចូលម្ទេសម៉ត់បងប្អូនចូលចិត្តហិលប៉ុណ្ណាដាក់ប៉ុណ្ណឹងមកប្រហុកហ្នឹងកាន់តែហិលកាន់តែឆ្ងាញ់បងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំមកស្រោះបន្លែគឺយើងដាំទឹកឲ្យពុះដាក់ប្រេងអូលីវបន្តិចបន្ទាប់មកដាក់បន្លែចូលចឹងបន្លែនេះខ្ញុំមានស្ពៃក្តោបត្រកួនផ្កាស្ពៃត្រសក់សណ្តែកគួរមិនអាចបំភ្លេចបានគឺផ្កាស្នោនេះខ្ញុំចូលចិត្តណាស់បងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំអាំងជាមួយត្រីអណ្ដែងម្ដងត្រីអណ្ដែងនេះខ្ញុំយកតែមួយទេឥឡូវនេះឃើញថាត្រីអណ្ដែងក៏ឆ្អិនបន្លែរបស់យើងក៏បានរៀបរួចរាល់ហើយយើងក៏មាននំបញ្ចុកចំនួនកន្លះគីឡូផងដែរបន្ទាប់មកយើងដាក់ទឹកប្រហុកចូលមកបងប្អូនទាំងអស់គ្នាមើលតំណងឯងហើយបើនិយាយលើរសជាតិដូចបងប្អូនទាំងអស់គ្នាបើនិយាយទេគឺ10 លើ 10ហ្មងគឺថាឆ្ងាញ់មែនតែនមិនបងអង្គយូរទេយកចានមួយមកដើម្បីដាក់នំបញ្ចុកដាក់បន្លែចូលបន្លែមានការស្នោត្រសក់ស្ពៃក្តោបត្រកួនសណ្តែកគួរចឹងបន្លែណាដែលបងប្អូនចូលចិត្តដាក់បន្លែហ្នឹងមកហើយយើងមានផ្កាស្ពៃទៀតមកហើយដាក់បន្លែអស់ហើយយើងដាក់ទឹកប្រហុកពីលើមកបងប្អូនទាំងអស់គ្នាអេមែនតែនទឹកប្រហុកគឺថាហិលខ្លាំងតែបើសិនជាអត់ហិលក៏អត់ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នារួចហើយយកចង្កឹះមកគូមកព្រោះថាចង្កឹះហ្នឹងហើយគឺយើងច្បល់នំបញ្ចុករបស់យើងឲ្យចូលសព្វជាមួយនឹងទឹកប្រហុកបេះត្រីអណ្ដែងដាក់3 4 5ដុំទៀតមកបងប្អូនទាំងអស់គ្នាបងប្អូនមើលតែវីដេអូក៏ដឹងថាតំណងហើយរសជាតិឆ្ងាញ់ប៉ុណ្ណាដែរបងប្អូនអាចសាកធ្វើញ៉ាំបាននេះខ្ញុំធានារសជាតិអត់ចាញ់ទៅញ៉ាំកន្លែងគេទេតើបងប្អូនមកញ៉ាំនំបញ្ចុកទឹកប្រហុកជាមួយនឹងខ្ញុំទាំងអស់គ្នាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់